មេដឹកនាំពិភពលោកពីររូបបានបង្ហាញទស្សនៈដូចគ្នាប៉ុន្តែជាសម្លេងពីបរិបទខុសៗគ្នាប្រធានាធិបតីអ៊ុយក្រែនថ្លែងថាច្បាប់អន្តរជាតិមិនអាចការពារបានទេប្រសិនបើគ្មានកម្លាំងមានតែអាវុធនិងសមត្ថភាពការពារខ្លួនឯងប៉ុណ្ណោះដែលអាចធានាសន្តិសុខជាតិបានប្រធានាធិបតីកូរ៉េខាងជើងថ្លែងថាប្រសិនបើអ្នកមិនខ្លាំងអ្នកនឹងក្លាយទៅជាជនរងគ្រោះដ៏គួរអាណិតក្នុងពិភពនយោបាយនេះគ្មានយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយឡើយនៅក្នុងពិភពនយោបាយអន្តរជាតិកម្លាំងនិងសមត្ថភាពការពារខ្លួនឯងត្រូវបានចាត់ទុកថាជាគន្លឹះសម្រាប់ការរស់រានមានជីវិតនិងអធិបតេយ្យភាពរបស់ប្រទេសមួយបើយើងខ្សោយសត្រូវជន់កហើយតើមានប្រទេសមហាអំណាចមួយណាដែលមិនចង់បានចំណេញពីប្រទេសតូចតាចនោះ UN តើអ្នកនៅទីណា UNESCO តើអ្នកនៅទីណាប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវបានខ្ទេចខ្ទីអស់ហើយតើដីនៅកន្លែងណាខ្លះទំហំប៉ុន្មានដែលកម្ពុជាបានឈ្លានពានប្រទេសថៃហើយថៃផ្អែកលើមូលដ្ឋានអ្វីដែលអះអាងថាដែនដីនោះជារបស់ថៃតើកម្ពុជាបានឈ្លានពានដែនដីថៃនៅឆ្នាំណាហេតុអ្វីពេលនោះថៃមិនធ្វើសកម្មភាពការពារឬតបតដោយយោធានៅពេលនោះតែម្ដងចាំបាច់រងចាំរហូតពេលនេះហើយហេតុអ្វីថៃមិនហ៊ានឡើងតុលាការអន្តរជាតិជាមួយកម្ពុជាលើតំបន់ចំនួនយោធាថៃកន្លងមកតែងតែប្រើប្រាស់ផែនទីខ្នាត1 លើ 50,000 ដែលខ្លួនធ្វើឡើងដោយឯកទេពភាគីដើម្បីមកអះអាងពីព្រំដែនជាមួយកម្ពុជាไม่ได้บรรจุอยู่ใน MOU 2543ดังนั้นพอนั่งโต๊ะเจรจาปุ๊บเรางัดแผนที่1 ต่อ 50,000 ขึ้นมาเขาก็ชี้หน้าเราสิใช้เอกสารนอก MOU ការបដិសេធយន្តការអន្តរជាតិយុទ្ធសាស្ត្រនយោបាយថៃតែងតែចង់ដោះស្រាយបញ្ហាតាមរយៈទ្វេភាគីកម្ពុជាថៃជាជាងយន្តការអន្តរជាតិអាស៊ានឬ UN នេះក៏ព្រោះថានៅនាមជាប្រទេសមានអំណាចសេដ្ឋកិច្ចនិងយោធាខ្លាំងថៃជឿថាអាចសម្លុតកម្ពុជាបាននៅក្នុងការចរចាទល់មុខគ្នាការខ្លាយចាញ់ក្តីប្រវត្តិសាស្ត្របានបង្ហាញថានៅពេលឡើងតុលាការអន្តរជាតិ ICJ ថៃតែងតែចាញ់ក្តីកម្ពុជាដោយសារកម្ពុជាប្រើប្រាស់ផែនទីធ្វើឡើងក្រោមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907មានទម្ងន់ច្បាប់ខ្ពស់ជាងនៅក្នុងច្បាប់អន្តរជាតិធម្មនុញ្ញសហប្រជាជាតិការប្រើប្រាស់កម្លាំងយោធាត្រូវបានអនុញ្ញាតតែក្នុងករណីការពារខ្លួន self defense ប៉ុណ្ណោះ